ប្រទេសឃើញសាកសពបរិម្នាក់អណ្ដែតក្នុងអាងកំពីងពួយសង្ស័យជាជនជាតិចិនអ្នកភូមិបានផ្អើលចំរមើលសាកសពបរិម្នាក់ដែលអណ្ដែតនៅក្នុងអាងទឹកកំពីងពួយកាលពីវេលាម៉ោង 5:40 នាទីល្ងាចថ្ងៃទី 15 កញ្ញាដែលស្ថិតនៅក្នុងភូមិតាងែនឃុំតាក្រៀមស្រុកបណ្ណន់ដែលគេសង្ស័យថាជាជនជាតិចិនប្រពន្ធពីសមត្ថកិច្ចបានឲ្យដឹងថាសាកសពបរិះនោះមានវ័យប្រហែល30ឆ្នាំពាក់អាវយឺតពណ៌សខោក្រណាត់ជើងវែងមានក្រឡាដូចសំពត់ហូលពុំមានស្គាល់អត្តសញ្ញាណទេតែបើតាមការពិនិត្យភិនភាគជនរងគ្រោះទំនងជាជនជាតិចិនប៉ុន្តែគេមិនដឹងពីប្រភពនៃដំរីជនរងគ្រោះទេសូម្បីតែមូលហេតុនៃការស្លាប់ក៏គ្មានដំរីដែរមន្ត្រីជំនាញបានចុះទៅកាន់កន្លែងកើតហេតុនៅព្រឹកថ្ងៃទី16 កញ្ញាដើម្បីធ្វើកសោវិច័យទៅលើសាកសពជនរងគ្រោះតាមបច្ចេកទេសមន្ត្រីជំនាញបានឲ្យដឹងខ្លះៗដែរថាសាកសពដែលគ្មានអត្តសញ្ញាណនេះទំនងត្រូវបានគេវាយរហូតសន្លប់រួចយកទៅទម្លាក់ចោលទៅក្នុងទឹកអាងកំពីងពួយនៅលើសាកសពពុំមានស្នាមអ្វីទេតែមានស្នាមចំណងចងដៃទាំងសងខាងតែរឹកមិនឃើញចំណងនៅទីនោះទេយោងទៅលើដំរីនេះគេសង្ស័យថាជនរងគ្រោះបានដាច់ខ្យល់ស្លាប់នៅក្នុងទឹកនៅពេលកញ្ចងដៃរួចបោះចូលទៅក្នុងទឹកលោកឈឿងកំសងបានប្រាប់ថាសាកសពជនរងគ្រោះពុំមាននរណាម្នាក់ស្គាល់ទេហើយរហូតមកដល់រសៀលថ្ងៃទី16 កញ្ញាសមត្ថកិច្ចក៏ពុំទាន់ទទួលដំណឹងពីសញ្ញាតឬមន្ត្រីស្ថានទូតបរទេសណាមួយដែរដូច្នេះសាកសពមានតែបញ្ជូនទៅតម្កល់ទុកបណ្ដោះអាសន្ននៅវត្តតាងែននិងរាយការណ៍បន្តទៅកាន់នាយកដ្ឋានជនបរទេសដើម្បីជួយចាត់ចែងបន្តតែប៉ុណ្ណោះសូមអរគុណសម្រាប់ការទស្សនាចំពោះបងប្អូនថ្មីសូមចុច Subscribe ដើម្បីទទួលបាននូវវីដេអូព័ត៌មានប្រចាំថ្ងៃសូមអរគុណ